បាទសួស្តីបងប្អូនទាំងគ្នាបើសិនជាបងប្អូនធ្លាប់ដឹងពីបាទ shortcut កម្មវិធីនៅក្នុង iPhone ហើយបងប្អូនអាចធ្វើការរំលឹកវីដេអូនេះបានប៉ុន្តែបើសិនជាបងប្អូនដែលមិនធ្លាប់បានស្គាល់ពី shortcut បាទលើ iPhone របស់យើងនេះទេបាទ tip មួយនេះគឺធានាថាបងប្អូននឹងបាទងាយស្រួលក្នុងការប្រើប្រាស់ទូរស័ព្ទដៃជាងមុនបាទនិងងាយស្រួលក្នុងការបាទគ្រប់គ្រងឬក៏បើកកម្មវិធីផ្សេងបានលឿនជាងមុនអញ្ចឹងកម្មវិធី shortcut មួយនេះបងប្អូនអាចធ្វើការ download នៅក្នុង App Store មកបើសិនជាគ្មានក្នុងទូរស័ព្ទដៃបងប្អូនណាបាទដូចក្នុងបង្ហាញក្នុងបាទទូរស័ព្ទលើអេក្រង់អញ្ចឹងបាទគឺ shortcut មួយនេះបងប្អូនណាបាទកម្មវិធី shortcut មួយនេះអញ្ចឹងបងប្អូនធ្វើការបើកបាទកម្មវិធី shortcut មួយនេះមកបាទ shortcut មួយនេះវាអាចប្រើជាមួយនឹងបាទនេះ Execute Type ដែលខ្ញុំបង្ហាញបងប្អូនហ្នឹងបាទចុចនៅលើហ្នឹងឃើញទេវាមានទម្រង់ប្រមាណហ្នឹងបងប្អូនយើងអាចប្រើនឹងបានយើងអាចប្រើជាមួយនឹង Bed Tab ក៏បានដែរបាទគឺងាយមែនតើអញ្ចឹងយើងមកមើលពី shortcut នេះសិនបាទមុខងារ shortcut នេះតើយើងអាចធ្វើអ្វីបានខ្លះបានជាមុខងារនេះបាទវាល្អម៉េះបាទនេះហៅថាមុខងារផ្លូវកាត់ហ្នឹងបងប្អូនណាបាទ shortcut បែរថាបាទចុចលឿនប្រើប្រាស់កម្មវិធីលឿនអញ្ចឹងយើងចុចលើ CapCut ហ្នឹងមកបងសំទោស shortcut ហ្នឹងមកបាទអញ្ចឹងបើសិនជាបងប្អូនមិនធ្លាប់បានក្នុងការប្រើប្រាស់ជាមួយនឹង shortcut បាទកម្មវិធីមួយនេះទេគឺវានឹងទៅទេស្អាតឥឡូវនេះខ្ញុំប្រើច្រើនហើយបើសិនជាបងប្អូនបើកមកឃើញថាវាមានច្រើនដែរប៉ុន្តែបងប្អូនមិនដឹងថាវាជាអីខ្លះទេបងប្អូនអាចធ្វើការលុបវាបានបងប្អូនចុចលើ select នេះមកបាទឥឡូវយើងបង្ហាញពីវិធីលុបសិនណាបើសិនជាអត់មានផ្ទាំងទាំងអស់នេះទេបងប្អូនអាចបាច់ចាំលុបទេតែដោយសារខ្ញុំបង្ហាញច្រើនមកខ្ញុំធ្លាប់ប្រើច្រើនគឺវាមានច្រើនអញ្ចឹងបងណាបាទបងប្អូនចុចលើ select នេះមកដើម្បីធ្វើការលុបវាបងចុចបាទគ្រីសទៅលើមុខងារshortcut មួយណាបាទដែលបងប្អូនចង់បានធ្វើការលុបអញ្ចឹងខ្ញុំសូមលុបទាំងអស់សិនដើម្បីបង្ហាញបងប្អូនម្ដងទៀតបាទអញ្ចឹងបន្ទាប់មកចុចលើ delete ខាងក្រោមបងណាបាទចុចលើ delete ខាងក្រោមនេះមកបាទចុចលើបាទ delete 7 shortcut បើសិនជាមានច្រើនជាងហ្នឹងបាទលុបច្រើនជាងហ្នឹងអញ្ចឹងនៅទីនេះវាមានថែមទៀតប៉ុន្តែបងប្អូនកុំខ្វល់ឥឡូវយើងមកមើល shortcut របស់យើងបើសិនជាបងប្អូនចង់ធ្វើការបើក app បាទ app មិនថា app ធនាគារមិនថា app Facebook មិនថា app TikTok ឬក៏ YouTube ទេបងប្អូនចង់បើក app ដែលការប្រើប្រាស់ជាមួយនឹងមុខងារនេះបាទហៅ Easy Touch ណាឬក៏ Execute Touch បាទក្នុងកម្មវិធី iPhone របស់យើងនេះបងចុចសញ្ញាបូកនេះមកបាទដើម្បីបើកមុខងារដូចជាផ្សេង app ផ្សេងណាបាទឬក៏ Bluetooth និង Wi-Fi ចុចលើសញ្ញាបូកនឹងមកបន្ទាប់មកវាមានពាក្យថា shortcut ឥឡូវទោះថាបងប្អូនចង់បើកជាមួយនឹង Bluetooth ចុះបាទចុចទៅលើ shortcut នេះទៅដើម្បីយើងកំណត់ឈ្មោះបាទឈ្មោះ Bluetooth អញ្ចឹងបងធ្វើការសរសេរ Bluetooth មកបាទសេត្រូវមកណាបងយ៉ា Blue ខ្ញុំសរសេរច្រើនខុសមកបាទ Bluetooth អូខេអញ្ចឹងចុចដានមកបងបាទបន្ទាប់មកបងយើង search action នេះបងណាចុចលើ search action ហ្នឹងមកអញ្ចឹងវាមានបាទវាមានមុខងារច្រើនប៉ុន្តែយើងចុចវាយ Bluetooth មិញបាទវាយ Bluetooth ដូចមិញហ្នឹងបាទ Blue បាទបងប្អូនបាទសរសេរតែ Blue អញ្ចឹងមកវាចេញហើយបងណាបាទចុចលើ set Blue ហ្នឹងមក Bluetooth ហ្នឹងមកបងបាទចុចមកតមកវាមាន2វាមាន turn នេះបានន័យថាយើងចង់ turn off ឬក៏ turn on បាទអាចប្រើបាន2ប៉ុន្តែបងប្អូនបាច់ចាំប្រើ turn off turn on ហ្នឹងទេយើងចុចលើពាក្យ turn ហ្នឹងមកបាទដើម្បីងាយស្រួលយើងចុចម្ដងបើកម្ដងបិទបាទបាច់ចាំបើកបាទនេះបាច់ចាំប្រើ shortcut 2ទេយើងប្រើ shortcut តែមួយយើងចង់បើកក៏បានបិទក៏បានបាទអញ្ចឹងចុចលើ turn ហ្នឹងមកតមកវាមានពាក្យថា toggle បាទឬក៏ toggle អញ្ចឹងចុចលើហ្នឹងមកបាទអញ្ចឹងយើងចង់ចុចម្ដងបិទឬក៏ម្ដងបើកទៅតាមការចង់បានតមកចុចដានមកបងណាបាទចុចដានមកអញ្ចឹងអាហ្នឹងគេហៅថាបង្កើតនៃការ shortcut មួយដើម្បីយើងងាយស្រួលក្នុងការប្រើប្រាស់បាទបើក Bluetooth លឿនក៏បិទ Bluetooth លឿនមិនបាច់បាទមិនបាច់ចាំទាញអា control center នេះដើម្បីចុចទៅលើ Bluetooth របស់យើងនេះទេបាទគឺពេលយើងចង់បិទពេលយើងចង់បើកអញ្ចឹងគឺវាបើកតែយើងចង់បិទចេះបានន័យថាយើងបិទមែនប៉ុន្តែវាអត់ដាច់ទេបងប្អូនចូល setting មកឥឡូវឧទាហរណ៍ថាបិទអត់ដាច់ទេណាបងប្អូនណាបាទចូល setting មកបាទគឺ Bluetooth របស់យើងគឺ not connect នេះបានន័យថាយើងបិទមែនប៉ុន្តែវាអត់ដាច់ទេតោះនេះបងប្អូនឥឡូវខ្ញុំបិទឧទាហរណ៍ខ្ញុំបិទ reason បាទយើងចេញមកវិញបាទអញ្ចឹងបន្ទាប់ពីយើងបាទកើត shortcut របស់យើងបាទ Bluetooth នេះហើយបាទបងប្អូនមកឧទាហរណ៍បងប្អូនចង់ដាក់អាហ្នឹងជាមួយនឹង Bed Tab ក៏បានបាទជាមួយនឹងគេហៅថានេះ Execute Touch នេះក៏បានដែរឥឡូវឧទាហរណ៍យើងចូល setting មកបាទបន្ទាប់មកយើងយកឲ្យឃើញពាក្យថា accessibility បងណាបាទ accessibility បន្ទាប់មកយើងចុចលើពាក្យ touch បាទបន្ទាប់មកចុចទៅលើបាទនេះ Execute Touch របស់យើងនេះចុចមកបន្ទាប់មកយើងចុចយកពាក្យថា customize top level menu យើងចូលអាហ្នឹងក៏បានឬក៏ចូលពួក A3 នេះក៏បានដែរបាទនេះបងប្អូនអាចធ្វើការស្វែងយល់បន្ថែមទៀតខ្លួនឯងអញ្ចឹងណាចុចលើ custom ហ្នឹងមកអញ្ចឹងឧទាហរណ៍បងប្អូនចង់បើក Bluetooth នៅខាងលើនេះបាទបដូរពីកាមេរ៉ានេះមកកន្លែងកម្មវិធីបើក Bluetooth វិញចុចលើកាមេរ៉ាហ្នឹងមកបាទតើបងប្អូនយើង scroll បាទ scroll ឡើងលើឲ្យផុតបាទរកឲ្យឃើញពាក្យថា Bluetooth យើងបង្កើតមិញហ្នឹងនេះបងប្អូនណាបាទយើងដាក់ចំហ្នឹងបាទ Bluetooth ហ្នឹងចុចលើ Bluetooth ហ្នឹងផ្លាច់មកអញ្ចឹងបងប្អូនចុចដានខាងលើនេះមកបាទចុចដានមកបងប្អូនឃើញទេនេះ Bluetooth របស់យើងខាងលើហ្នឹងអញ្ចឹងយើងចុចរហូតយើងចេញពីកម្មវិធីហ្នឹងមក
យើងចុចឥឡូវ easy type របស់យើងនេះបាទយើងចុច Bluetooth នេះផ្លាច់បាទអញ្ចឹង Bluetooth របស់យើងនឹងចាប់ផ្ដើមបើកឥឡូវទាញ control center ឲ្យមើលបាទឃើញបើកបងណាបាទអញ្ចឹង Bluetooth របស់យើងបើកហើយអញ្ចឹងបើយើងចង់បិទយើងបិទអាឡើងកន្លែងហ្នឹងវិញមកបាទចុច easy type ហ្នឹងវិញមកចុចបាច់មកបិទ Bluetooth ហើយអញ្ចឹងបងដាក់ control center មើលថាតើវាបិទដាច់អត់បាទគឺបិទដាច់ល្អមែនទេបងណាបាទគឺបិទហើយមិនមែនយើងចាំបាច់បិទនៅ control នេះពេលយើងបិទ control អាឡែង control center នេះគឺបិទទៅវាដាច់ទេគឺវានៅដំណើរការប៉ុន្តែវាគ្រាន់ផ្ដាច់ណាបាទមិនមែនបិទទេគ្រាន់ផ្ដាច់បើយើងបិទឡៃនេះតែបើយើងបិទអាកម្មវិធី shortcut មិញហ្នឹងគឺយើងបិទផ្ដាច់តែម្ដងតោះហ្នឹងបងបាទមិនថា Bluetooth មិនថា Wi-Fi បង set បាទ set up ដូចមិញហ្នឹងទៅគឺវាដំណើរការដូចគ្នាបងណាឥឡូវធរថាយើងចង់បើកកម្មវិធី Facebook ឬក៏ YouTube នៅលើអាផ្ទាំងមួយនេះបាទយើងចង់បើកលើផ្ទាំងមួយហ្នឹងណាបាទគឺយើងអាចធ្វើបានប៉ុន្តែខ្ញុំសូមបញ្យល់បន្ថែមទៀតទៅលើ battery បើសិនជាបងប្អូនប្រើប្រាស់ទូរស័ព្ទបាទចាប់ពី iPhone 8 ឡើងបងប្អូនណា iPhone 8 ឡើង iPhone 8 ឡើងណាបាទគឺយើងអាចប្រើប្រាស់ battery បានហើយអញ្ចឹងបងប្អូនចូលមកកាន់ setting មកបើសិនជាបងប្អូនមាន battery ណាបាទអញ្ចឹងយើងចេញពីកន្លែងហ្នឹងសិនអូខេបាទយូរតិចជាកន្លែងទៅមក setting របស់យើងចូល accessibility មកបាទបន្តមកចុចលើពាក្យ touch នេះដដែលមក scroll ឲ្យឡើងលើអស់បាទឃើញខាងក្រោមគេបងប្អូនហ្នឹងមានពាក្យថា battery បាទចុចលើហ្នឹងមកអញ្ចឹងវាមាន2វាមានអាខាងលើនេះវាប៉ុន្តែគោះក្នុងក្រោយ2ដងអាក្រោមនេះគោះក្នុងក្រោយ3ដងបើសិនជាយើងចង់គោះ2ដងដាក់លើមកចុចបាច់អញ្ចឹងយើងអូឡើងលើឲ្យផុតបាទយកពាក្យ Bluetooth នេះមកបាទបើសិនជាបងប្អូនបង្កើត Wi-Fi យកពាក្យ Wi-Fi អញ្ចឹងទៅចុចលើ Bluetooth ផ្លាច់មកអញ្ចឹងបងប្អូនចេញពីកន្លែងហ្នឹងមកយើងសាកគោះមើលថាតើបាទយើងបិទបើក Bluetooth ឥឡូវ Bluetooth របស់ខ្ញុំបាទទាញមើលទៅឃើញថាអត់បើកទេបងប្អូនណាឥឡូវខ្ញុំគោះធ្វើការគោះអេក្រង់បាទអញ្ចឹងពេលខ្ញុំគោះ2ដងហើយបាទគឺខ្ញុំទាញមកថា Bluetooth បាទ Bluetooth ជាស្រ័យ Bluetooth របស់យើងគឺបើកហើយបងណាឃើញអនទេបាទអញ្ចឹងបើយើងគោះ2ដងទៀតបាទនេះវាបិទវិញបាទដាច់នៅអត់ជួនកាលវាគោះអត់ដឹងយើងគោះឲ្យខ្លាំងតិចមកបាទម្ដងពីរដងអត់ដឹងយើងគោះទៀតបាទគឺដាច់ហើយបងណាបាទវារៀងអត់សូវល្អដូចជាមួយនឹង Assistive Touch ទេបាទពេលខ្លះវាចាប់អត់បានបងណាបាទជួនកាលវាអាចក្លុកឬក៏វាដូចប្រៀបថាបន្លំអា back tape ហ្នឹងតែបើសិនជាបងប្អូនយើងប្រើជាមួយពួកអានេះបាទល្អជាងឥឡូវនេះបន្ទាប់ពីយើងបើក Bluetooth ឬក៏កម្មវិធីផ្សេងបងប្អូនអាចជាមួយនឹង shortcut របស់យើងនេះបងប្អូនចាប់ដើមចូលមកកាន់ shortcut របស់យើងមកបើថាយើងចង់បើកជាមួយនឹង app Facebook អីអញ្ចឹងណាបាទយើងចូលកន្លែងញ៉ាបោកនេះមកបងញ៉ាបោកផ្លាច់មកបន្ទាប់មកបងប្អូនយើងចុចទៅលើខាងលើនេះបើសិនជាបងប្អូនចង់បើកជាមួយអីបាទ rename បាទដូរឈ្មោះវាសិនបាទយើងដាក់ឈ្មោះគេបើសិនជាយើងចង់បើកជាមួយនឹងបាទ YouTube ចុះយើងវាយ YouTube មកបងប្អូនណាបាយ YouTube មកបាទវាយ YouTube មកអញ្ចឹងមកតើមកចុចដានមកអញ្ចឹងយើងចុចទៅលើ search action នេះក៏បានបងប្អូនចុចយក open app នេះក៏បានដែរបាទលឿន open app នេះលឿនមកបាទតើមកចុចកន្លែង app ព្រឿងហ្នឹងបាទចុចបាច់លើវាមកតើបងប្អូនយើង scroll រយឃើញបាទ YouTube របស់យើងមកបាទ app YouTube របស់យើងនេះមកបាទចុចលើ app YouTube ផ្លាច់មកបាទអញ្ចឹងបាននេះតែរួចរាល់ហើយចុចដាននេះមកបាទអញ្ចឹងបងប្អូនយើងនៅក្នុងទីនេះយើងអត់តាន់ដូរទេយើងអត់តាន់ឃើញ YouTube ក្នុងហ្នឹងទេបាទ Assistive Touch របស់យើងហ្នឹងអញ្ចឹងយើងចេញមកបងយើងចូលទៅកាន់ setting បាទចុចយ៉ាសំទោសចេញក្រៅអស់សិនដើម្បីងាយស្រួលក្នុងការបញ្យល់បងប្អូនឥឡូវចូលកាន់ setting ដំបូងហើយចុចទៅលើពាក្យ accessibility បាទបន្តមកចុចទៅលើពាក្យ touch បាទបន្តមកចុចទៅលើ Assistive Touch របស់យើងនេះយើងចូល custom បាទ top level menu ហ្នឹងមកតមកបាទមួយណាចំណុចអានេះបងប្អូនចង់ដូរវាទៅដាក់បើក YouTube បាទចង់ដូរវាអានេះចង់ដូរដាក់បើក Facebook បាទបង្កើតដូចមិញមកដូចក្នុង shortcut របស់ខ្ញុំមិញបង្កើតមិញហ្នឹងយើងដូរតែបាទដូរតែ app Facebook ឬក៏ app TikTok មកបាទគឺដូចទៅនឹង YouTube របស់យើងហើយឥឡូវខ្ញុំចង់កន្លែងនេះដាក់ YouTube បាទបើក YouTube ចុចកន្លែងហ្នឹងមកបាទ scroll ឡើងលើឲ្យផុតបាទយើងយកពាក្យថាបាទ YouTube ខាងក្រោមនេះបងប្អូនណាបាទជាស្រ័យបងប្អូនណាខ្ញុំគូប៉ានិយាយប្រាដប់អញ្ចឹងណាបាទចុចលើ YouTube ផ្លាច់មកបាទអញ្ចឹងវាដំណើរការនេះគឺបងប្អូនណាបាទ e-type របស់យើងឃើញពាក្យថា YouTube ហើយបាទកន្លែងចុចដានសិនមកឥឡូវខ្ញុំសាកបើកយើងបិទអេក្រង់ក៏យើងអាចបើកកម្មវិធីឬក៏ app ផ្សេងចេញពីអេក្រង់របស់យើងមិនបាច់ចាំអស់សោបាទន័យថាពេលយើងចាក់សោបងគេពេលយើងចាក់សោចឹងតែយើងចង់បើក YouTube ឥឡូវធរកន្លែងនេះយើងចាក់សោចុះប៉ុន្តែវាត្រូវការ scan មុខយើងណាបើយើងពេលយើង scan ហើយយើងមិនបាច់ចាំអស់ចេះដើម្បីចុចរក app YouTube ឲ្យបើកឯងគ្រាន់ចុចកន្លែងហ្នឹងមកចុច e-type របស់យើងនេះចុចផ្លាច់មកចុច YouTube មកគឺវាចូលទៅកាន់ YouTube របស់យើងតែម្ដងបាទគឺងាយលឿនស្រួលបងប្អូនណាបាទងាយលឿនស្រួលអញ្ចឹងសម្រាប់វិធីប្រមាណនេះបងប្អូនអាចធ្វើការបាទរៀបចំដូចខ្ញុំអញ្ចឹងមកបាទធានាថាបងប្អូននឹងដំណើរការជាមួយនឹង app បាទគេហៅថា shortcut ទៅលើ iPhone របស់យើងហ្នឹងគឺប្រើប្រាស់កម្មវិធីលឿនជាងមុនបងប្អូនចង់ប្រើ battery ក៏បានចង់ប្រើជាមួយនឹងបាទ Assistive Touch នេះក៏បានដែរ
គឺងាយមែនតើតើនេះបងបាទហើយបើសិនជាបងប្អូនបាទមានចង្អុលផ្សេងអាច comment នៅខាងក្រោមវីដេអូនេះបានបាទបើសិនជាចង់ដឹងពីបញ្ហាក៏ដូចជាបញ្ហាក៏ដូចជា tip ផ្សេងអញ្ចឹងណាឬក៏ subscribe មើលទៅដើម្បីទទួលបានវីដេអូថ្មីៗពី channel របស់ខ្ញុំបាទជាបន្តទៀតបងប្អូនណាអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ